ខ្ញុំឈ្មោះអង្គថនចាស់ចំការនៅតំបន់ទឹកឈូគឺខ្ញុំដាំទុរេននេះរយៈពេល20ឆ្នាំអញ្ចឹងគឺមានការគេថាប្រែប្រួលនៅដំណាំទុរេនវាមានមេរោគជាច្រើនគឺថាខ្ញុំពីមុនប្រើជីនេះវាមានច្រើនតែសត្វល្អិតមកបំផ្លាញត្រួយហើយនឹងស្លឹកហើយនឹងការប្រើប្រាស់ជីកន្លងហើយនឹងវាមិនត្រូវទៅតាមបច្ចេកទេសធ្វើឲ្យណាទុរេននឹងវាងាប់វាគេថារលួយរឹសនៅក្នុងដីអញ្ចឹងគឺការប្រើប្រាស់ជីវាខុសបច្ចេកទេសទុរេននេះវាជួបខ្លាំងវាច្រើនតែជំងឺក្នុងរឹសក្រោមក្នុងដីយើងមិនអាចយើងមើលវាអត់ឃើញបើនៅនឹងដើមនៅនឹងស្លឹកនេះយើងអាចមើលឃើញបានខ្លះប៉ុន្តែដល់រឿងសត្វល្អិតវាមកបំផ្លាញស្លឹកបំផ្លាញត្រួយយើងមើលអត់ស្គាល់ថាតើមេរោគអីទេក្រោយមកគឺបានក្រុមបច្ចេកទេសការងារមកមើលមកផ្ដល់ថ្នាំផ្ដល់ការប្រើប្រាស់អញ្ចឹងទៅគឺវាល្អឡើងវិញមានដែរជួបពីឆ្នាំទៅគឺរដូវប្រាំងហ្នឹងវាប្រើយើងមិនទាន់បានប្រើប្រាស់ជីហ្នឹងក៏វាធ្លាក់ផលដែរខាតអស់ប្រហែល$2000ហើយក៏ពីមុនមកមិនទាន់ប្រើប្រាស់គឺថាខូចចិត្តដែររកទឹកចិត្តដែរមិនចង់ទេចង់តែលក់ចេញណែហ្នឹងវាបាទក្រោយមកនេះគឺថាបានប្រើប្រាស់ជីហ្នឹងទៅមានកម្លាំងចិត្តបន្តខ្ញុំហ៊ានប្រើជីនេះព្រោះខ្ញុំដេកគិតទៅថាវាមកពីមេរោគនៅក្នុងដីក៏ជីនេះវាអាចធ្វើក្រាបជំបំរែការចូលរួមសិក្សាជាមួយក្រុមដុកទ័រមកធ្វើពិធីដើម្បីចូលរួមហ្នឹងទៅចូលរួមស្ដាប់ហើយហ៊ានប្រើមុនគេហ្មងខ្ញុំបានផ្ដល់អនុសាសន៍អស់ដែរប៉ុន្តែនៅការប្រើប្រាស់អីខ្ញុំច្រើនតែសួរក្រុមការងារហ្នឹងដូចជាអានេះក្មួយចម្រើនមកផ្ទាល់អញ្ចឹងមកមើលផ្ទាល់អញ្ចឹងមកខ្ញុំប្រើប្រាស់ថ្នាំស្អីសត្វល្អិតសត្វអីហ្នឹងក៏ខ្ញុំសួរគាត់ដែរតើត្រូវធ្វើវាមិនវាបើជីនេះការណែនាំគឺកន្លះខែម្ដងហើយលាយគឺក្នុងទឹក200លីត្រលាយ1លីត្រហើយលាយថ្នាំពុលក៏មានលាយបានដែរដោយសារថាទុរេនតើវាមាននៅទុរេនរបស់យើងវាមានមេរោគអីថាមេរោគគេថាចៃភ្លើងនៅតំបន់នេះគេហៅចៃភ្លើងគឺលាយជាមួយចៃភ្លើងបានណាហើយចៃខ្យងផ្សិតអីយើងលាយថ្នាំនឹងបាញ់បានដូចគ្នាតកៅចៃសអីក៏យើងលាយជាមួយជីនេះបាញ់បានដែរបើធ្វើឲ្យខ្ញុំគឺថាមានភាពគេថាកាត់បន្ថយគេថាការចំណាយព្រោះមានបាញ់ថាសម្រាប់មេរោគណាឲ្យចំគោលដៅមេរោគហ្នឹងដោយសារគេថាមានក្រុមបច្ចេកទេសរបស់ក្រុមហ៊ុនគាត់មកទូទៅគឺប្រើពេលល្ងាចត្រជាក់ចាប់ពីម៉ោង5ទៅបានឆ្នាំនេះវាផ្លែបានឃើញផ្លែវាជាប់បានច្រើនខុសគ្នាពាក់កណ្ដាលជាងពាក់កណ្ដាលបាទកាន់បានច្រើនហើយផ្លែវាល្អបានច្រើនជាងបាទវាអត់សូវមានស្អុយក៏មិនសូវមានក្តឹបក្តៀបក៏កងែងកងងអីវាតិចអញ្ចឹងក្រោយវាខ្ញុំប្រើជីនេះទៅគឺថាវាមានកាត់ទី1គឺកាត់បន្ថយការចំណាយទៅលើថ្នាំផ្សេងទៅលើជីផ្សេងទៅលើនឹងកាត់បន្ថយដោយថាយើងប្រើជាមួយថ្នាំសត្វល្អិតសត្វអីដែលត្រូវហ្នឹងទៅវាបន្ថយការចំណាយប្រើថ្នាំដែរហើយធ្វើឲ្យទុរេនរបស់ដំណាំរបស់យើងហ្នឹងគឺមានស្រស់បំប្រងហើយវាមានផ្លែបានច្រើនជាងរាល់ឆ្នាំមេរោគក៏វាមានកាត់បន្ថយដែរព្រោះវាអត់សូវមានអានេះងាប់វាមិនសូវមានងាប់ដោយសារយើងប្រើប្រាស់ជីហ្នឹងទៅលើប្រព័ន្ធរឹសដីកាលពីមុនខ្ញុំប្រើគឺវាមានអានេះជាតិប្រៃជាតិជូរអីនៅលើក្នុងដីហ្នឹងដោយសារយើងប្រើប្រាស់ជីវាមិនខុសបច្ចេកទេសរបស់វាស៊ីអត់អស់វាសល់វាអីយើងចេះតែនេះទៅ
ឲ្យធ្វើឲ្យប្រព័ន្ធឬរបស់វាហ្នឹងធ្វើឲ្យដីហ្នឹងវាមានគេថាវាមានមេរោគវាមានអីចឹងទៅនៅពេលដែលពួកគាត់មកមើលទេមកមើលដឹងថាហើយខ្ញុំចេះតែប្រើទៅអត់ដែលមានអីមើលទេក្រោយមកខ្ញុំមើលទៅខ្លួនឯងជាមួយគាត់នឹងផងមើលមួយក្រុមការងារនឹងផងហើយខ្ញុំមើលខ្លួនឯងផងទៅដឹងថាដីនឹងវាមានការប្រែប្រួលក្រោយដែលប្រើប្រាស់ជីនេះក្រោយដែលការត្រួតពិនិត្យទៅលើជីថ្នាំនេះគឺមានអានេះណត់សភាពរីករាយណាបានតារ៉េនខ្ញុំបានផ្លែច្រើនអីច្រើនអញ្ចឹងខ្ញុំសប្បាយចិត្តណាស់អញ្ចឹងទេគឺខ្ញុំសូមផ្ដាំផ្ញើទៅអ្នកដែលធ្វើចំការដូចខ្ញុំនៅតំបន់ទឹកឈូនេះក្តីនៅជួរហម៉ាល់ក្តីណាជួយប្រើប្រាស់ជីនេះទៅគឺមិនខុសបំណងរបស់បងប្អូនទេខ្ញុំមិនភូតមិនផមមិនកុហកឬមិនគាត់មិនជួលឲ្យខ្ញុំទេអាហ្នឹងគឺនិយាយពិតធ្វើពិតធ្វើផ្ទាល់ខ្លួនឯងបាទអរគុណ